นี่ปูนอันนี้เดิมประเภทเดิมเปิลของปูนอันนี้คือฟือได้สดของปูนอันเมียนปานเปรมาเตือเปรใส่ดีคือได้มรวยเพียรวยอันนี้ให้ดองเบียเรียงตุยแดงให้จมือเฮยมรวยเพียรวยจำหย่อมสายบางปูนมือรู้ថាខានកាន់ជាពីមយូរហើយបងប្អូនហើយវីឡូក៏ខានចេញយូរដែរចាំហើយ100%ជាមួយខ្ញុំដាក់កស៊ូរួចចាំធ្វើតេស្តដៃថាវានៅល្អដូចមុនណានេះបងប្អូននេះខ្ញុំចង់រួចប៉ុន្តែខ្ញុំចង់កស៊ូនេះបងប្អូនមាន3បងប្អូនហើយគ្រឿបក៏គ្រឿបដីបងប្អូននេះអានេះបើថាវាយើងបាញ់ចិត្តត្រឹម5-10 ម៉ែត្រអីអូខេបងប្អូនបាញ់កដោបើយើងបាញ់គ្រឿបរៀងធំចេះវាប្រសិទ្ធភាពក្នុងការបានទោះជាត្រូវខ្លួនអីក៏អាចតែបើថាយើងបាញ់គ្រឿប8 លីគ្រឿបកង់នេះបើណាធ្លុះបើមិនត្រូវក្បាលទេធ្លុះហើយនៅដើមទូបងប្អូនអានេះខ្ញុំធ្វើតេស្តសាកមើលចាំមើលថ្ងៃណាខ្ញុំមានពេលខ្ញុំនឹងទៅបាញ់កដោសាកមើលស្បែកវាអាស្បែកបាញ់គ្រឿបធម្មតានេះបងប្អូនអ៊ីមដែលតងបងប្អូនតាមដានក្នុងការសាករបស់នេះញ៉ាំបងប្អូនជាមួយខ្ញុំបាញ់3កំប៉ុងខ្ញុំបាញ់2កំប៉ុងនេះមុនកំប៉ុងនេះនេះកំប៉ុងនេះនេះបងប្អូនឃើញជាមួយខ្ញុំបាញ់ពីកំប៉ុងខៀវមុនកំប៉ុងខៀវកំប៉ុងកដាលបាញ់ពីខាងឆ្វេងដៃបងប្អូនហើយវីដេអូបាញ់នេះខ្ញុំបាញ់កាត់តទេបងប្អូនមិនដឹងថាទឹកដៃវានៅដូចមុនអត់តាមដានក្នុងការសាកនេះបងប្អូននេះស្ពាមគ្រឿបនេះបងប្អូនទឹកដៃឃើញថានៅអាចប្រើប្រាស់បានបងប្អូននេះបងប្អូនអស់នេះសាករួចមិនឃើញថាអេមទឹកដៃនៅប្រើប្រាស់បានដែរបងប្អូនខានកាន់យូរហើយបងប្អូនអើយអានេះគឺយើងចង់3នេះនិយាយពីកម្លាំងវាត្រឹម15 ម៉ែត្រណាបងប្អូនអេមស្រាប់យើងបាញ់កដោយើងត្រូវការប្រើគ្រឿបដីគ្រឿបអីយើងអាចតែបើគ្រឿបធំបងក៏ចង់6 7ក៏មានដែរប៉ុន្តែអានេះយើងបាញ់គ្រឿបតូចវារត់លឿនវាលវាហើយជាមួយនឹងដងនេះយើងអាចក្បាលវាយើងអាចចងខ្សែក្រពែតបានតែអ្វីដែលខ្វះខាតគឺស្បែកបងប្អូនស្បែកនេះវារៀងស្ទើរខ្ញុំបាញ់មិញគ្រឿបវារៀងលៀនចេញបន្តិចបងប្អូនពេលវាលៀនចេញគឺវាពិបាកក្តោបនេះបងប្អូនវាលៀនចេះបើយើងពេលយើងក្តោបចេះវាពិបាកមិញខ្ញុំកាន់បាញ់ចេះបងប្អូនគឺវាអត់សូវចំជំនាញទេបងប្អូនព្រោះយើងធ្លាប់តែបាញ់ក្តោបពីលើគ្រឿបចេះដល់ពេលតែយើងបាញ់កាន់វាចេះវាឆ្កូងនេះប៉ុន្តែត្រូវបងប្អូនមិញបាញ់3កំប៉ុងបាញ់អស់4គ្រឿបបងប្អូនអូខេបងប្អូនជំរឿខ្ញុំមានពេលខ្ញុំយកដងនេះសាកបាញ់កដោបងប្អូនមើលអរ
គុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយ